ជាគេមួយទៀតដាច់បាត់ហើយនាងតឹងតោះប្រកួតទូនទីបន្តជូនដល់លោកកញ្ញាកណ្ដាលដែលជាអ្នកគ្រប់គ្រងការប្រកួតនៅលើសង្វៀនលោករៀមកុសលបាទឥឡូវយើងចូលដល់មួយគូទៀតមិញគីឡូ63កន្លះយើងលបូតបាទកីឡាគឺបែបនេះហើយឥឡូវយើងចូលដល់គីឡូ60ដល់វគ្គគ្រូសាន់ម្ដងចាំមើលគ្រូសាន់លៃលោកបែបណាបង្គោលក្រហមសាន់គុណខ្មែរអាយុ27ឆ្នាំ1.65 ម៉ែត្រគីឡូ60វាយបាន120ដងអាយុយបាទចាញ់18ស្មើ8បាទអញ្ចឹងសាល់ម៉ានឈ្នះបាទផ្ដួលឲ្យគូ40ដងចុងក្រោយជាមួយហ្វីលីពីនឈ្នះសន្លប់បាទស្រុកកំណើតភូមិដេជោអភិវឌ្ឍឃុំដេជោអភិវឌ្ឍស្រុកឈូកខេត្តកំពតវឹកហាត់នៅក្នុងក្លឹបគុណខ្មែរដូនតាលោកគ្រូបង្វឹកគឺលោកគ្រូខឹមសុជាតិថ្វាយបង្គំគ្រូអន្ត្រីសម្ដែងរិទ្ធរីឯបង្គោលខៀវអាយុ24 1.75 ម៉ែត្របាទគីឡូដូចគ្នាវាយបាន33ដងអាយ៉ាអា3 4ដងបើឲ្យចង់បបាឲ្យទៅងំ30ដងបាទមិញតែ3ដងឈ្នះយើងវាយ100ជាងដងឥឡូវនេះ33ដងដែរឈ្នះ27ចាញ់6អត់ដែរស្មើទេហើយផ្ដួលឲ្យគូសន្លប់បាន12ដងបាទអញ្ចឹងកាត់កងគ្នាលៃលោកធ្វើយ៉ាងណាបាទអ្នកទាំងពីរ3ទឹកនៅលើសង្វៀនរបស់ Gensberg លក្ខណៈអំបោះឆៅបាទអញ្ចឹងមិញអឹមស៊ីវថាក៏បានប្រាប់ហើយថាគូនេះធ្លាប់ជួបគ្នាម្ដងហើយលទ្ធផលស្មើបាទពេលនោះកង់ធំឬក៏មិនបាទលើកនេះចាំមើលអំបោះឆៅអត់មានស្មើទេបាទព្រោះអីអត់ទាន់ប្រកួតតែបើប្រកួតចប់ហើយស្មើក៏មិនដឹងដែរបើអត់ដឹងទេអាស្រ័យលើចៅក្រមជាអ្នកដាក់បន្ទុកបាទលើនេះអំបោះឆៅវាពិបាកនឹងស្មើព្រោះតែចូលរៀងធ្ងន់ទាញចូលទាញហើយបាទលោកអញ្ញាកណ្ដាលលោកគ្រូរៀមកសលបាទបង្គោលខៀវថ្វាយបង្គំគ្រូចប់ហើយនៅឡើយតែបង្គោលក្រហមសាន់គុណខ្មែរបាទបច្ចុប្បន្ននេះគាត់បាទក៏ជាកីឡាករគុណខ្មែរមួយរូបដែលអុកលុកពិភពគុណដែរតែមិនទាន់ដឹងយ៉ាងណាទេថ្ងៃនេះកីឡាករទាំងពីរស្ដាប់បទបញ្ជានៃការប្រកួតពីលោកអញ្ញាកណ្ដាលលោករៀមកុសលលោកអញ្ញាកណ្ដាលលោកគ្រូរៀមកសលខ្លីឆាប់បានវាយតោះឥឡូវបងប្អូនអ្នកត្បូងឃ្មុំមុននឹងចាប់ផ្ដើមការប្រកួតសូមកម្លាំងចិត្តឲ្យ Gensberg មួយទាំងអស់គ្នាបាទ Gensberg ចំណាយលុយច្រើនណាស់បងប្អូនហើយចូលរួមទស្សនាដោយមិនគិតថ្លៃអីកីឡាកររុស្ស៊ីមិញបាទគូមួយចាញ់ឲ្យឃើញតែស្អាត thank you បាទ thank you ចក្រមត្រៀមប្រំព្រៀបប្រកួត Gensberg អំបោះឆៅវើគុណខ្មែរគូមិត្តភាពអន្តរជាតិទី4កម្ពុជារុស្ស៊ីទឹកទី1 round 1បាទអាយយ60គីឡូក្រាមទាត់ជើងក្រោមកាត់គល់រំជួយមេឃបាទដៃរបស់គ្រូសាន់ដៃចូលមកដៃម្នាក់អូយឆក់បានម្ដាយវិញធាក់កាត់ចូលម្ដាយទាត់មកជើងបាទណែដៃរបស់គ្រូសាន់ពីរដៃរបស់បង្គោលខៀវធាក់មួយអូយកុសល1 2 3 4 5 6 7 8បាទតការប្រកួតចូលមួយដៃអមិញរាប់បាត់ឲ្យគ្រូសាន់តាដៃទេបាទទាត់ជើងក្រោមឆក់មួយទៀតចូលមួយដៃទៀតអូយស្វិតហើយលែងទៅហើយពីរដៃទាត់មួយជើងទៀតលែងអីហើយបាទទាត់មួយជើងរបស់គ្រូសាន់វិញ
ចូលដៃរបស់គ្រូសាន់គូខៀវគៀបហើយឆក់មកដៃបាទជ្រងចូលអត់អីទេវាយមកដៃទៀតរបស់គូខៀវក្រហមចេញរួចអត់ឆក់មួយទៀតរបស់ខៀវអូយយកតាមហើយចូលដៃបរិយខ្វាយផ្កាចូលមកដៃទៀតចាប់ជាប់អូយហូទាំងអស់គ្នាមួយទៀតទាត់មួយជើងរបស់ក្រហមសងវិញពីខៀវធាក់ចេញពីខៀវដៃរបស់ខៀវចាប់ជាប់ជង្គង់ខៀវកែងរបស់ក្រហមធ្វើម៉េចវាយចូលក្បាលពោះពីក្រហមសងពីខៀវវិញពីដៃហើយមាត់ដៃក្រហមអត់ចូលទេចូលមួយដៃទុតកាត់ពីរដៃចូលមួយដៃវិញពីរដៃអើយអើយមួយដៃទៀតពីក្រហមអ្នកប្រយុទ្ធគឺបែបនេះឯងលោហិតទៅយ៉ាងណាអើយអើយដៃផុតបាត់របស់អង្គខៀវដើរចូលពីក្រហមក្រហមគឺគុណខ្មែរឯបង្គោលខៀវគឺរុស្ស៊ីបាត់ជាប់បោះជង្គង់ហោះវាយទៀតទាត់មកជើងផុតបាត់អីយគ្រូសាន់មួយដៃផុតបាត់ពីរដៃរបស់បង្គោលខៀវសងមួយដៃទៀតចាក់ជង្គង់កែងអត់អីទេឈាមអ្នកប្រយុទ្ធគុណខ្មែរចឹងហើយតែយ៉ាងណាបង្គោលខៀវនេះបត់មកកែងរបស់គ្រូសាន់អត់អីចាប់ទឹកទី1 end of round 1កម្លាំងចិត្តឲ្យកីឡាករទាំងពីរមួយមកនេះមកដៃកន្លែងនេះអុកគូតទឹះនេះកន្លែងនេះចូលរង្វង់ប្រច័នមកដៃបាទកាប់មកជើងសងមកវិញនេះកន្លែងនេះមកដៃកន្លែងនេះបង្គោលខៀវចង់វីវតែអត់អីគេរឹងពីដៃជាប់ប្រាស់បត់កែងតម្រៃថ្វាយផ្កាមកដៃទៀតគ្រូសាន់មុខគាត់ចាប់ដើមស្វិតទៅហើយព្រោះអត់ចូលធ្ងន់អរេថ្ងៃនេះអ្នកទឹកចេញក្រៅ second out Gensburg អំបោះឆៅវើលគុណខ្មែរគូមិត្តភាពអន្តរជាតិទី4កម្ពុជារុស្ស៊ីទឹកទី2 round 2ទឹកទី2 round 2 round 2ទាត់ជើងក្រោមមួយរបស់ខៀវនិយាយខៀវក្រហមមកបងប្អូនជាស្រីឆក់ម្ដាយពីក្រហមមួយដៃរបស់ក្រហមជង្គង់ខៀវសាន់អត់ទាន់បានមកជង្គង់ទេចាប់រូតដេញដៃអត់អីទេបញ្ជាក់ផងដែរថាបោះឆៅនេះរុំដោយលោកគ្រូមហាដឹងអ្នករុំបោះឆៅថ្ងៃនេះមានតិចចូលប្រច្រាស់គ្នាម្នាក់ម្ដាយគ្រូសាន់ដើរចូលក្រហមដើរចូលវាយពីរដៃសងម្ដាយវិញពីរដៃទៀតរបស់ខៀវឆក់ម្ដាយទៀតរបស់ខៀវខៀវអូម៉ាមីថាណូហើយទៅទៀតហើយឆក់ម្ដាយប្រច្រាស់គ្នាចូលម្ដាយដៃរបស់អ្នកទាំងពីរនេះគឺវែងដូចគ្នាលេងអាវុធវែងនោះដំរីថ្វាយផ្កាអូគ្រូសាន់តាមគៀងយកអ្វីដែលជារបស់ខ្លួនមកវិញហើយចាំមើលខៀវរបូតឬក៏មិនរបូតចូលបាពួរពីខៀវទាត់ជើងពីក្រហមមាត់ដៃពីរដៃឆក់ម្ដាយទៀតចាគ្រូសាន់ទៅទៀត continue ណែកន្លែងហ្នឹងម្នាក់លើម្នាក់ក្រោមអូជង្គង់ចាប់មួយលោកអញ្ញាកដាលបបែកចេញសិនលោកអញ្ញាកដាលអាវប្រឡាក់លោហិតអស់បាត់ទៀតហើយទាត់មួយជើងរបស់ខៀវ
ណែនៅពេលដែលគេមានពងលើហ៊ឹបម្ដាយទៀតទាត់មួយជើងទៀតចាក់ជង្គង់ខៀវបាទដល់ពេលខៀវលេងចិត្តសាស្ត្រហើយបាទខៀវចាប់ផ្ដើមលេងចិត្តសាស្ត្របាទទាត់របស់ខៀវឆក់ខៀវមួយជើងអើយកែងបាទខៀវលេងចិត្តសាស្ត្រហើយបាទដល់មកខៀវលេងចិត្តសាស្ត្រហើយបាតជើងអារៈកណ្ដាប់ដៃរង្វង់ប្រច័ណ្ឌចាក់ជង្គង់ពីក្រហមវិញចាប់ទឹកទីអ្នកទឹកចេញក្រៅសេខេណៅ Gensburg អំបោះឆៅវល់គុណខ្មែរគូមិត្តភាពអន្តរជាតិទី4កម្ពុជារុស្ស៊ីទឹកទី3ជាទឹកផ្ដាច់ព្រាត់ Final Round បាទលោកគ្រូមហាដឹងថាថ្ងៃនេះកីឡាករគុណខ្មែររបស់យើងចូលពេញតែអត់ទៅទេល្អណាស់តែបាទអូយអត់អីទេទៅទៀតបាទបង្គោលខៀវគាត់លេងចិត្តសាស្ត្រដល់ពេលចឹងទៅសាន់នៅឆេវឆាវប៉ាត់ពីរដៃចូលម្ដាយទៀត1 2ពីរដៃចូលម្ដាយចូលទៀតបាទចូលទៀតហើយបាទជង្គង់អូយបាទមកក្បាច់ C2 ប៉ាំងទាំងកីឡាករប៉ាំងទាំងអាញាកដាលពីរដៃចាក់ជង្គង់របស់ខៀវចូលម្ដាយទៀតពីរដៃទៀតសងមកម្ដាយពីរដៃវិញអូយចូលម្ដាយទៀតរបស់ខៀវចាក់ជង្គង់ពីខៀវជង្គង់ទាញមកឲ្យអត់អីទេបាទចូលទៀតហើយចូលម្ដាយអូយបាទជង្គង់អ៊ុយអត់អីទៀតបាទថ្ងៃនេះសាន់ធ្វើបានល្អភក្តីក៏ធ្វើបានល្អឯមង្គលខៀវរុស្ស៊ីរឹតតែល្អចូលម្ដាយវិញធាក់មួយពីរដៃរបស់មង្គលខៀវទាត់មួយទាត់មួយទៀតទាត់កាត់បន្តការប្រកួត Continue បាទបន្តការប្រកួតចិត្តចាប់ទឹកហើយបាទធាក់មួយរបស់សាន់ធាក់មួយចាស់បាទបន្តការប្រកួត Continue បាទបន្តការប្រកួតបណ្ដាក៏ទឹកក៏ចាប់បានទី3នេះឆក់1 2ចូលកណ្ដាប់ដៃវាយពីរលើមួយក្រោមកាប់កែងមួយរបស់សាន់ចាប់ទឹកទី3 and of final round បាទមុខច្រើនបាទអរគុណប្រកួតទុនទីបន្តជូនដល់គណៈកម្មការបច្ចេកទេសប្រកាសលទ្ធផលជាផ្លូវការបាទសូមអរគុណជ័យជំនះបានទៅលើកីឡាករបង្គោលខៀវ The Blue Corner from Russia Doraj Norosov បាទអបអរសាទរកីឡាកររុស្ស៊ី
បាទបងគុលខៀវ No Razo ដែលជាអ្នកទទួលបាននៅជ័យជំនះបាទលើបាសាន់គុនខ្មែរបាទ